គេថាកម្ពុជាធ្វើមូលដ្ឋាននេះដើម្បីឲ្យទៅកងទ័ពចិនឈរជើងជាការបាត់បង់នៃអធិបតេយ្យភាពខ្ញុំសូមបញ្ជាក់អញ្ចឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជាមាត្រាទី53បានចែងព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួនហើយក៏មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធារបស់ខ្លួននៅឯបរទេសលើកលែងតែក្នុងក្របខ័ណ្ឌនៃសំណូមពររបស់អង្គការសហជីវជាតិព្រះរាជាណាចក្រកម្ពុជារក្សាសិទ្ធិទទួលយកជំនួយបរទេសជាសម្ភារៈយោធាអាវុធគ្រាប់រំសេវការវឹកវើកងកម្លាំងប្រដាប់អាវុធនិងជំនួយផ្សេងៗទៀតដើម្បីការពារខ្លួននិងធានាសណ្ដាប់ធ្នាប់និងសន្តិសុខសាធារណៈនៅក្នុងផ្ទៃប្រទេសរបស់ខ្លួននេះគឺរដ្ឋធម្មនុញ្ញមាត្រាទី53ថ្មីបើកម្ពុជាមានបំណងចង់ឲ្យប្រទេសណាភាគីណាមកឈរជើងមូលដ្ឋាននៅទីនេះយើងចាំបាច់រំលោភរដ្ឋធម្មនុញ្ញធ្វើស្អីយើងអាចធ្វើវិសោធនកម្មបានតាគណៈបព្វជិជនកម្ពុជាគ្រប់គ្រងកាលពីអាណត្តិមុនមាន125លើ125កៅអីវិសោធនកម្មយើងត្រូវការពីភាគ3អញ្ចឹងបើយើងចង់បើកច្រកឲ្យប្រទេសណាមួយមកដាក់មូលដ្ឋាននៅទីនេះនៅលើទឹកដីកម្ពុជានៅកន្លែងណាមួយយើងធ្វើវិសោធនកម្មទៅវាចប់ហើយកុំឲ្យមានបញ្ហាយើងដកមេត្រានឹងចោលកែពាក្យក្នុងនឹងទៅបើកច្រកតែនេះយើងមិនធ្វើមូលហេតុអីព្រោះយើងគ្មានគោលបំណងនៅក្នុងការរំលោភបំពានលើរដ្ឋធម្មនុញ្ញហើយក៏គ្មានគោលបំណងឲ្យប្រទេសណាយកកងទ័ពមកដាក់ផ្ដាច់មុខជាមូលដ្ឋានយោធានៅលើប្រទេសកម្ពុជានោះទេនៅក្នុងអាស៊ាននេះប្រទេសប្រមាណដែលឲ្យមូលដ្ឋានបរទេសមានកងទ័ពប្រទេសមិនតិចទេនៅក្នុងអាស៊ាន10ប្រទេសយើងនេះគេបើកជាចំហតែម្ដងតើខុសអីគ្រាន់តែកម្ពុជាទំនើបកម្មសមត្ថភាពកងទ័ពរបស់ខ្លួនកសាងមូលដ្ឋានវឹកវើដៃគូការអភិវឌ្ឍនេះជាមួយចិនតើកម្ពុជានេះប្រទេសដែលរងសម្ពាធដោយសារសង្គ្រាមសមត្ថភាពកងទ័ពយើងជាពិសេសកងទ័ពជើងទឹកយើងដើរក្រោយគេចង់ពន្លឿនសមត្ថភាពក្នុងការកសាងបង្កើនសមត្ថភាពឲ្យកងទ័ពយើងមានសម្ភារៈប្រើប្រាស់មានឧបករណ៍ប្រមូលព័ត៌មានមានកងទ័ពដែលអាចវឹកវើសម្ភារៈទំនើបតើខុសអីបើបងប្អូនជាអ្នកស្នេហាជាតិពិតប្រាកដចំគួរថាអបអរសាទរនៅសមិទ្ធផលដែលយើងធ្វើទំនើបកម្មកងទ័ពជើងទឹកយើងនេះគឺជាការស្នេហាជាតិពិតប្រាកដខ្ញុំទើចាប់ពីថ្ងៃនេះទៅនឹងមានការបកស្រាយវាយប្រហារផ្សេងខ្ញុំសូមយកឱកាសនេះបញ្ជាក់ច្បាស់កម្ពុជារដ្ឋាភិបាលដឹកនាំដោយគណៈបព្វជិជនគ្មានគោលបំណងថ្ងៃមុនអតីតកាលថ្ងៃនេះឬថ្ងៃមុខនៅក្នុងការរំលោភរដ្ឋធម្មនុញ្ញរបស់ខ្លួនតាមរយៈការឲ្យប្រទេសណាកងទ័ពណាមកដាក់មូលដ្ឋានកងទ័ពផ្ដាច់មុខនៅលើទឹកដីកម្ពុជានោះទេនេះគឺជាការពិតវាងាយស្រួលណាស់បើយើងមានចេតនាយើងកែធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញអត់ប្របាក់ទេបាទចាំបាច់យើងត្រូវប្រឈមជាមួយប្រជាពលរដ្ឋយើងធ្វើអីថាយើងរំលោភរដ្ឋធម្មនុញ្ញខ្លួនឯងធ្វើអីរឿងពីណានិយាយអីរឿងមួយប៉ុន្តែរដ្ឋាភិបាលកម្ពុជាយើងទទួលខុសត្រូវជាមួយប្រជាជនកម្ពុជារឿងពីណាថាអីរឿងរបស់គេកសែតបរទេសមានទាំងកសែតចិនមានទាំងកសែតប្រទេសផ្សេងអត្ថាធិប្បាយគ្រប់ជ្រុងទាំងអស់យល់រួមកម្ពុជានៅកណ្ដាលចោតប្រកាន់ចេះកោតប្រកាន់ចុះចោតប្រកាន់តែកម្ពុជាមួយប្រទេសនេះចោតកាន់ជារឿងដែលឯងថាអីថាទៅប៉ុន្តែសំខាន់យើងច្បាស់លាស់ជាមួយប្រជាពលរដ្ឋរបស់យើងគឺយើងការពារដាច់ខាតនៅរដ្ឋធម្មនុញ្ញមិនរំលោភបានហើយក៏គ្មានចេតនាហើយក៏មិនចង់កែលម្អឬមួយធ្វើវិសោធនកម្មកែសម្រួលកែប្រែឬលុបចោលនៅរដ្ឋធម្មនុញ្ញដែលហាមមិនឲ្យមានមូលដ្ឋានបរទេសនៅលើទឹកដីនោះទេប្រទេសជិតខាងប្រទេសនៅក្នុងអាស៊ានគេមិនបាច់និយាយនៅក្នុងតំបន់ទេបាទតើមើលគេដាក់ជាចំហហើយមិនមែនទៅឥឡូវប្រទេសខ្លះរាប់សិបទសវត្សរ៍មកហើយនេះអញ្ចឹងខ្ញុំគិតថាកងទ័ពរបស់យើងកងកម្លាំងប្រដាប់អាវុធរបស់យើងជាពិសេសកងទ័ពជើងទឹកផ្ទាល់ប្រកាសជាមានមោទនភាព
ដែលយើងមានសមត្ថភាពពង្រឹងមូលដ្ឋានមួយដែលថាមិនទាន់ទំនើបទៅជាទំនើបពេលដែលមានការប៉ះការប្រយុទ្ធគ្នាយើងមានការវឹកវើកម្លាំងទ័ពទៅមុខទៀតយើងមានកប៉ាល់នាវា frigate 2 គ្រឿងឥឡូវវឹកវើនេះគឺជារបស់ភាគីមិត្តតែយើងមាន frigate របស់យើងដើម្បីអាចល្បាតរយៈពេលចម្ងាយព្យាករល្បាតការពាររាប់គីឡូដីពីនេះផ្ដល់ព័ត៌មានរបស់យើងអាចគ្រប់គ្រងទូទាំងប្រទេសខ្ញុំជឿថាកងទ័ពជើងទឹកក៏អែមដែរហើយខ្ញុំជឿថាកងទ័ពជើងទឹកនាយទាហាននាវីរងពលនាវីទាំងអស់ប្រកាសជាមានមោទនភាពនៅក្នុងការបង្កើនទំនើបកម្មនិងសមត្ថភាពរបស់កងទ័ពជើងទឹកយើងហើយខ្ញុំក៏មានមោទនភាពដែរទោះបីខ្ញុំពីមុនមេទ័ពជើងគោក៏ដោយតែក៏សប្បាយតែថ្ងៃនេះយើងក្នុងនាមជាខ្មែរបាទបើខ្មែរពិតប្រកបស្នេហាជាតិពិតប្រកបយើងគួរតែរួមគ្នាអបអរសាទរនៅការបង្កើនសមត្ថភាពរបស់កម្ពុជាក្នុងការការពារអធិបតេយ្យទឹកដីនិងការការពារជាតិរបស់យើងរយៈពេលវែងហើយថ្ងៃនេះយើងសប្បាយប៉ុណ្ណេះយើងមិនជប់ទេយើងនឹងនៅបន្តដើម្បីធ្វើទំនើបកម្មទាំងមនុស្សទាំងបច្ចេកវិទ្យាទាំងសម្ភារៈរបស់កងទ័ពជើងទឹកយើងបន្តទៅទៀតនេះគឺជាការបដិញ្ញាចិត្តរបស់រដ្ឋាភិបាលយើងមិនអាចការពារតែលើគោកទេទោះបីជាដែនសមុទ្ររបស់យើងមានតូចប៉ុន្តែការចូលរួមរបស់កងទ័ពរបស់យើងថ្ងៃក្រោយក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងតំបន់ក៏ត្រូវតែធ្វើបាទឥឡូវហៅទៅល្បាតជាមួយគ្នាយើងអាទុយល្បាតទៅបន្ទាន់តែបើមានយើង frigate 2កងទ័ពខ្មែរចេញទៅចូលរួមសមយុទ្ធចូលរួមធ្វើប្រតិបត្តិការថែរក្សាសន្តិសុខស្មើមុខស្មើមាត់គ្នាអត់ខ្មាស់គេទេមែនទេកងទ័ពជើងទឹករឿងជាកងទ័ពមួយពីណាក៏ស្រឡាញ់យុទ្ធឧបករណ៍ដែរគ្រាន់តែថាអត់លុយទិញតែប៉ុណ្្នឹងអញ្ចឹងបានយើងប្រទេសក្រីក្រយើងប្រទេសដែលមានសេដ្ឋកិច្ចកំណត់យើងពង្រឹងខ្លួនឯងតាមកម្រិតដាមួយការចំណាយភាគច្រើនគឺលើរឿងសង្គមគិច្ចរឿងការប្រវត្តិទុនធានមនុស្សប៉ុន្តែវិស័យការពារជាតិក៏យើងមិនចោលដែរអញ្ចឹងបានយើងសហការជាមួយគ្រប់ភាគីទាំងអស់ដើម្បីបង្កើនសមត្ថភាពកងទ័ពកងកម្លាំងប្រដាប់អាវុធយើងមិនថាជើងទឹកជើងគោកជើងអាកាសមិនថាកងនគរបាលកងរាជអាវុធហត្ថឲ្យតែមានភារកិច្ចបម្រើជាតិការពារជាតិការពារប្រជាជនរាជរដ្ឋាភិបាលត្រូវតែខិតខំបង្កើនសមត្ថភាពបង្កើនលទ្ធភាពដើម្បីធ្វើការពួកបងប្អូនហត់នឿយណាស់បងប្អូនលះបង់ណាស់ដែលខ្ញុំថាកងកម្លាំងប្រដាប់អាវុធសម្មិញប្រជុំគណៈរដ្ឋមន្ត្រីជាមួយនឹងពេទ្យដូចគ្នាពេលដែលគេធ្វើការយើងធ្វើការពេលដែលគេសម្រាប់ចូលឆ្នាំយើងធ្វើការលើសដើមដើម្បីថែរក្សាការពារតិចថាចូលឆ្នាំអាវុធហត្ថឲ្យនគរបាលជាតិនគរបាលខេត្តបរសៀននោះបានសម្រាកចាំតែបានសម្រាកតាគេឡើងរំប៉ាត់ម្សៅយើងកាន់តែធ្វើការតែបើគេប៉ាតអីទិញទួចខ្ញុំឃើញថាក៏សុបាយឆ្នាំទៅដូចឃើញតានារីចាប់ប៉ាត PM ចាប់ប៉ាតប៉ូលីសយើងបំពេញភារកិច្ចពេទ្យក៏ដូចគ្នាយើងត្រូវឈប់អញ្ចឹងហើយការយកចិត្តទុកដាក់ទៅលើការមិនមែនជាការរំលោភបំពានលើរដ្ឋធម្មនុញ្ញមិនមែនជាការធ្វើបាបតបតៃទី2គេថាមូលដ្ឋាននេះគឺជាមូលដ្ឋានមួយដែលបើមិនទាំងមូលក៏នឹងឲ្យមកផ្នែកណាមួយទៅឲ្យកងទ័ពរំដោះប្រជាជនចិនដែលខ្មែរមិនអាចចូលបានដូចនៅប្រទេសខ្លះសូម្បីតែម្ចាស់ផ្ទះក៏បញ្ចុះខ្ញុំថាឥឡូវថ្ងៃនេះឃើញហើយអត់ទាំងមានលបងផងគ្មានផ្នែកណាមួយនៅក្នុងមូលដ្ឋានរៀមដែលកងទ័ពជើងទឹករបស់យើងនាយធានរបស់យើងមិនអាចចូលបាននោះទេអញ្ចឹងគ្មានមកផ្នែកណាពួកគេថាដំបូងថាមូលដ្ឋានរៀមទាំងមូលម្ដងគេថាមកផ្នែកគេថានៅកន្លែងខ្លះគេមកខ្សឹបប្រាប់ថាអានេះបិទលបងចូលមិនអោយអត់ទេលបងក៏គ្មានផងមូលដ្ឋានរៀមគឺសិតជាមូលដ្ឋានរៀមតែមួយជាការគ្រប់គ្រងរបស់កម្ពុជាផ្នែកមួយនៃការវឹកវើបដោះបដាជាមួយភាគីមិត្តយើងមាននៅមកខាងនោះគឺជាមជ្ឈមណ្ឌលវឹកវើពហុសានៅទីនោះអញ្ចឹងកងទ័ពមិត្តណាចូលមកគឺយើងនឹងទៅពេលដែលធ្វើការវឹកវើគាត់នឹងនៅក្នុងនោះគាត់គ្រប់គ្រងហើយវាធម្មតាទេពេលដែលចប់វគ្គវឹកវើគេចេញជារបស់យើងនេះគឺជាការកសាងមូលដ្ឋានហើយខ្ញុំសូមបញ្ជាក់ហើយមានសំណួរទៀតថាមូលដ្ឋាននេះនឹងធ្វើចប់នឹងធ្វើឲ្យកងទ័ព
រំដោះប្រជាជនចិនផ្ដាច់មុខអត់ទេនៅខាងមុខនេះដោយខ្ញុំប្រកាសមិននឹងចាប់ពីថ្ងៃនេះទៅយើងបើកជាផ្លូវការហើយរាល់ការវឹកវើជាមួយភាគីមិត្តណាទាំងអស់កងទ័ពជើងទឹកនឹងត្រូវចូលមកអនុញ្ញាតឲ្យចូលយើងមានទាំងផែឲ្យនៅមានទាំងកន្លែងឲ្យស្នាក់នៅទៀតយើងអត់មានលាក់ទេជាការពង្រឹងមិត្តភាពអធិបតេយ្យភាពសាមគ្គីភាពរបស់កម្ពុជាជាមួយគ្រប់ប្រទេសទាំងអស់រួមទាំងការការពារជាតិរបស់យើងផ្អែកទៅលើការសាមគ្គីគោរពគ្នាគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមកនេះគឺជាអ្វីដែលកម្ពុជាប្រកាន់ជំហរជាមួយគ្រប់បណ្ដាប្រទេសទាំងអស់អញ្ចឹងថ្ងៃនេះមានទូតរាល់កងទ័ពរបស់ភាគីមិត្តដែលចូលមកតែសូមជូនតំណែងមុនមកប្រាប់មកក្រសួងកុំឲ្យចតអត់ដឹងបើថាជាគេថាអីជាករណីបន្ទាន់ឧទាហរណ៍ឆេះត្រូវចូលចតអារឿងយើងធម្មតាតែដំបូងសំបីភាគីចិនក៏ត្រូវតែជូនតំណែងមកយើងដែរថ្ងៃណាតបណាកប៉ាល់ណាចូលមកត្រូវបើកសវត្ថិភាពយ៉ាងម៉េចអញ្ចឹងចូលមកដល់នេះចូលមកបានកប៉ាល់ណាចូលមកបានលើកលែងតែកប៉ាល់ដែលលើសចំណុះយើង10ម៉ែត្របានអា20000តោនតាមខ្ញុំបានដឹងអញ្ចឹងកប៉ាល់នាវារបស់ប្រទេសណាក៏ដោយក្រោម20000តោនដែលចូលបានចូលមកមានកន្លែងហើយកន្លែងស្នាក់នៅទៀតអត់ឲ្យលំបាកបើកម្ពុជាមានឆន្ទៈឬមានបំណងថាឲ្យតែកងទ័ពចិនប្រើទៅទីនេះយើងចាំបាច់រៀបចំកន្លែងនឹងធ្វើអីយើងប្រាប់ថាអត់មានកន្លែងទេកុំចូលទៅសម្រាប់នៅកំពង់សោមទៅនៅអតែលទៅអត់ទេយើងសង់អាគារនេះអេដាមខ្វាន់សៀមធ្វើគម្រោងប្រាប់ថាសូមសម្ដេចផ្អស់លទ្ធភាពហើយជួយចប់ចុងខែ4ខ្ញុំថាឲ្យខែ3ហើយមែនអរគុណណាស់អេដាមខ្វាន់សៀមថ្ងៃនេះអត់បានមកវិស្វកម្មកម្មជាការកងទ័ពទៅលឿនទាំងយប់ទាំងថ្ងៃដាក់តែម្ដងដើម្បីយើងរៀបចំដែលសារដែលខ្ញុំចង់បញ្ជាក់នោះគឺថាមូលដ្ឋានរៀនចាប់ពីថ្ងៃសម្ពោធនេះទៅគឺបើកគេថាបើកទ្វារទទួលមិត្តទាំងអស់គេថា open for business សម្រាប់មិត្តទាំងអស់គ្នាអត់មានថាដោយសារអត់កន្លែងស្នាក់នៅមិនឲ្យកងទ័ពផ្សេងចូលទេគឺចូលវឹកវើរួមគ្នាទាំងអស់នេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់មូលដ្ឋានជើងទឹករៀមរបស់កងទ័ពកម្ពុជាមូលដ្ឋាននៃការវឹកវើរួមគ្នាពេលដែលមានការវឹកវើយើងមានបទបញ្ជាផ្ទៃក្នុងដែលឯកភាពគ្នាហើយប៉ុន្តែស្ថិតនៅក្រោមអធិបតេយ្យភាពរបស់កងទ័ពកម្ពុជានេះគឺជាការពិតអញ្ចឹងភាគីដែលលើខ្ញុំគិតថាចាប់ពីថ្ងៃនេះទៅនឹងមានការបកស្រាយហើយព្រោះអ្នកដែលគេវាយយើង3ឆ្នាំគេបញ្ឈប់ទេគេនឹងរោជ្រុងប៉ុន្តែអ្វីដែលខ្ញុំតាមពិតគេមិនបកទេអ្នកបកខ្ញុំមិនខ្លាចទេខ្ញុំខ្លាចតែអ្នកប្រឡាត់វាពិបាកតែអ្នកប្រឡាត់បាទអញ្ចឹងសូមជូនសារជូនអីទៅអ្នកប្រឡាត់ទាំងអ្នកអីទៅនេះគឺជាការបញ្ចេញឆន្ទៈហើយថ្ងៃនេះមកធ្វើកម្មវិធីសម្ពោធជាផ្លូវការបើយើងចង់លាក់យើងមិនបាច់សម្ពោធទេបើយើងចង់លាក់យើងធ្វើលបងបិទចិត្តទៅដាក់សណាញ់ការពារដាក់លបងលួសកុំឲ្យចូលទៅបើយើងចង់ឲ្យដាច់មុខយើងមិនចាំបាច់ធ្វើកន្លែងសម្រាប់ស្វាគមន៍ភាគីមិត្តមកពីបណ្ដាប្រទេសនៅកន្លែងនោះទេអញ្ចឹងអ្វីដែលយើងឃើញជាក់ស្ដែងនៅថ្ងៃនេះគឺយើងធ្វើពិធីសម្ពោធ highlight នៅថ្ងៃនេះគឺចង់ឲ្យប្រជាពលរដ្ឋទាំងប្រជាពលរដ្ឋកម្ពុជាទាំងប្រជាពលរដ្ឋនៅលើពិភពលោកទាំងកងទ័ពលើពិភពលោកទាំងអស់កុំឲ្យមានការមន្ទិលសង្ស័យអីទៀតយើងបានធ្វើឲ្យយើងមិនមានអីលាក់លៀមការស្វាគមន៍ដែលយើងបានថាធានានៅការស្វាគមន៍គឺយើងមិនហាមគាត់ទេគឺយើងធ្វើទៅតាមកិច្ចសន្យារបស់យើងនេះគឺជាការពិតហើយសូមឲ្យប្រជាពលរដ្ឋរបស់យើងសូមជួយទុកចិត្តទៅលើរដ្ឋាភិបាលរដ្ឋាភិបាលមិនមានធ្វើសកម្មភាពណាដែលទម្លើគេថារំលោភទៅលើរដ្ឋធម្មនុញ្ញខ្លួនឯងនោះទេហើយនៅក្នុងគេថាសន្ទរកថាលើកទី1របស់ខ្ញុំនៅអង្គការសហប្រជាជាតិខ្ញុំបាននិយាយច្បាស់ណាស់នៅក្នុងនោះគឺយើងប្រកាន់ខ្ជាប់នៅការគោរពរដ្ឋធម្មនុញ្ញរបស់យើងមិនឲ្យមានមូលដ្ឋានរបស់កងទ័ពបរទេសណានៅលើទឹកដីកម្ពុជានោះទេនេះខ្ញុំបានបញ្ជាក់ហើយខ្ញុំសូមបញ្ជាក់ឲ្យបានច្បាស់ជូនបងប្អូនទាំងអស់ពួកគេនឹងឡងចុះឡងឡើងយកអត្ថាធិប្បាយខ្ញុំគ្មានពេលទៅឡងចុះឡងឡើងទេឥឡូវខ្ញុំនិយាយបញ្យលមុនតែម្ដងហើយបើតាវាយអីវាយទៅយកវីដេអូខ្ញុំនិយាយយកទៅនាយករដ្ឋមន្ត្រីប្រមុខរដ្ឋាភិបាលនិយាយជាចំហមិនមានគោលបំណងភូតកុហកសកម្មភាពជាក់ស្ដែងនៅទីនេះយើងឃើញការវឹកវើរួមគ្នាយើងនៅបន្ត